បាទគ្រប់ជំរាបសួរពុកម៉ែបងប្អូនបាទថ្ងៃនេះចេញម៉ាស៊ីនបកគ្រាប់ស្វាយចន្ទីពីកបិតខ្នាតគ្រួសារបាទជួយចតនាការបាទឥឡូវនេះម៉ាស៊ីនចតនាការងាយស្រួលមែនតើបងបាទយើងគ្រាន់តែដោតភ្លើង220ហើយចុចចតនាការគឺម៉ាស៊ីនចាប់ផ្ដើមចតនាការអញ្ចឹងសម្រាប់បងតម្រូវការម៉ាស៊ីនបកគ្រាប់ស្វាយចន្ទីមិនថាតូចធំបាទជាលក្ខណៈ process បាទអាចសិក្សានិងពិភាក្សាជាមួយខ្ញុំបានលាបសវណ្ណារាបាទហើយបងចង់សិក្សាតាក់ទងជាមួយបច្ចេកទេសឬក៏លម្អិតនៅក្នុងការកែច្នៃបាទសាច់ស្វាយចន្ទីបាទមានថាយើងបកគ្រាប់ស្វាយចន្ទីហើយបង្កើតជាសាច់បាទបង្កើតជាស្តង់ដារមួយដើម្បីលក់នៅក្នុងប្រទេសឬក្រៅប្រទេសបងអាចចូលទៅសិក្សានៅ Channel YouTube ខ្ញុំបានលាបសវណ្ណារាគ្រាន់តែវាយពាក្យបាទម៉ាស៊ីនបកស្វាយចន្ទីលាបសវណ្ណារាបងនឹងឃើញហើយបាទវីដេអូនឹងការបរៀនខ្ញុំបាទចឹងអរគុណច្រើនមួយចាស់មួយថ្មីទាំងអស់បាទភ្ញៀវចាស់ភ្ញៀវថ្មីបាទអរគុណច្រើន